គោរពជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំធ្វើវីដេអូមួយដើម្បីជាការចែករំលែកអំពីរបៀបបង្កើត Facebook Profile សម្រាប់បងប្អូនដែលគាត់ចង់ដាក់តាំងនៅលើ Facebook របស់គាត់អំពីការគ្រប់គ្រងរាជរដ្ឋាភិបាលក្នុងការដាក់បញ្ហាព្រំដែនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ បាទដោយសារតែបងប្អូនខ្លះគាត់ចង់ដាក់ប៉ុន្តែគាត់អត់ចេះធ្វើអញ្ចឹងណាបាទអញ្ចឹងវីដេអូនេះគឺសម្រាប់ជូនពួកគាត់អូខេអញ្ចឹងជាការចាប់ផ្ដើមបងប្អូនចូលទៅក្នុងទូរស័ព្ទរបស់បងប្អូនទៅហើយរកកម្មវិធីមួយ Chrome ឬក៏ Chrome ណាបាទអញ្ចឹងយើងឃើញកម្មវិធីនឹងហើយយើងចុចលើវាទៅតោះមកវាបើកបែបនេះហើយបងប្អូនវាយអក្សរមួយនេះណាបាទ T W I B B បាទ O N I Z E បាទបើអត់ចេះវាយបើអត់ចេះអង់គ្លេសក៏អត់បញ្ហាដែរបាទវាយទៅតាមពាក្យនឹងឲ្យត្រូវមកហើយចុចញ៉ាប់ព្រួយបូខៀវនឹងក្រោមមកវានឹងចូលទៅកាន់ចូលមកដល់ទីតាំងបែបនេះមកដល់កន្លែងនេះអ្នកនរគ្នារើសយកចុចនៅលើត្រង់នេះមកបាទចុចមកដល់ត្រង់នេះហើយបើសិនបើវាមានឡូតតម្រងណាមួយបែបនេះខាងលើឬខាងក្រោមយើងយកជ្រោមដដែលណាបាទចុចលើវាហើយចូលមកដល់ website ហើយអញ្ចឹងចូលមកដល់កាន់ website នេះអត់ចាំបាច់បង្កើត account នេះទេហើយបើសិនបើមាន load អីពីខាងលើមកយើងអាចចុចខ្វែងវាចោលទៅអញ្ចឹងទីតាំងដែលយើងត្រូវមកមើលគឺនៅកន្លែងនេះណាបាទនេះបាទនៅទីនេះអញ្ចឹងនៅទីនេះមាន mode ច្រើនណាដែលបងប្អូនអាចរើសបានហើយ mode ទាំងអស់ហ្នឹងក៏បងប្អូនអាចធ្វើការបង្កើត mode ថ្មីបានដែរប៉ុន្តែគាត់ថាវាតែយើងចេះ design ដែរអញ្ចឹងបើយើងអត់ចេះ design ទេយើងយកតាមរបស់គេមានស្រាប់ហ្នឹងមកអត់មានបញ្ហាអីទេអញ្ចឹងណាបាទអញ្ចឹងឥឡូវខ្ញុំរើសមើល mode ណាមួយដែលខ្ញុំស្រឡាញ់គឺខ្ញុំរើសយកតែម្ដងណាបាទយើងរើសមកឥឡូវខ្ញុំយករូបមួយដែលមានទង់ជាតិនេះចាបាទយើងចុចលើរូបហ្នឹងមកបាទអញ្ចឹងមកដល់កន្លែងនេះយើងទាញវាឡើងលើណាទាញវាឡើងលើទៅអញ្ចឹងទាញឡើងលើហើយយើងអញ្ចឹងនេះឃើញរូបខ្ញុំគ្រប់គ្រងរដ្ឋាភិបាលកម្ពុជាយកបញ្ហាប្រាសាទតាម៉ុនធំប្រាសាទតាម៉ុនតូចប្រាសាទតាក្របីនិងតំបន់មុំបីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ បាទយើងឃើញ template ហ្នឹងហើយអញ្ចឹងយើងដើម្បីដាក់រូបយើងបានយើងចុចនៅកន្លែងនេះបាទចុចកន្លែងហ្នឹងមកតបមកវានឹងនាំបងប្អូនទៅកាន់កន្លែងរូបភាពអញ្ចឹងបងប្អូនទៅរករូបភាពរបស់បងប្អូននៅកន្លែងណាអញ្ចឹងណាបាទសារទូរស័ព្ទខ្ញុំនេះវាដូចជា error gallery ហ្នឹងអញ្ចឹងវាអត់ឃើញរូបទេអញ្ចឹងខ្ញុំចុចស្មានទៅអូខេឥឡូវដាក់រូបនេះទៅនៅមានរូបអង្គរវត្តនេះបាទយើងដាក់បានប៉ុណ្ណឹងហើយគឺនៅខាងក្រោមនេះមានពាក្យថា download នេះបាទ download អញ្ចឹងយើងចុចពាក្យ download ហ្នឹងមកពេលដែលយើងចុចពាក្យ download វានឹងបង្ហាញយើងពីជម្រើសទី1 0.99 for 24 hour បានន័យថាយើងចំណាយលុយ $0.99 ដុល្លារសម្រាប់ប្រើក្នុងរយៈពេល24ម៉ោងអញ្ចឹងតើយើងចង់ប្រើវាអត់យើងប្រើហ្នឹងគឺបើសិនបើយើងប្រើគឺយើងនឹងដករូបនេះចេញបាទយើងដករូបនេះចេញនេះកន្លែងនេះបន្តិចនេះថា$1ហ្នឹងគឺដកកន្លែងហ្នឹងចេញណាប៉ុន្តែបើសិនបើបងប្អូនគិតថាអត់ចង់ចំណាយទេហើយបងប្អូនអត់ចេះធ្វើទេត្រូវពេញកាតពេញអីព័ត៌មានកាតធនាគារយើងទេកុំឲ្យស្មុគស្មាញយើងប្រើ free ទៅអត់មានបញ្ហាទេអញ្ចឹងណាបាទអញ្ចឹងការប្រើប្រាស់ free គឺយើងចុចខាងក្រោមនេះចុចហើយយើងរងចាំបន្តិចមកអញ្ចឹងបើចុចម្ដងវាអត់ចេញយើង scroll ឡើងលើបន្តិចយើងចុចម្ដងទៀតណាបាទនេះកាលណាវាដើរពេញទៅហើយចុចពឹបមកវា download មកហើយបាទនេះបានណាបាទអញ្ចឹងបន្ទាប់មកយើងធ្វើការចូលទៅកាន់ទូរស័ព្ទរបស់យើងវិញបាទចូលទៅកាន់ Facebook របស់យើងមកបាទចូលទៅដល់ Facebook របស់យើងធ្វើការចុចនៅត្រង់កន្លែងនេះក៏បានកន្លែងនេះក៏បានណាបាទចុចលើវាមកបាទអូខេពេលដែលចុចហើយយើងចុចយកបន្តទៀតគឺយើងចុចយកកន្លែងរូបកាមេរ៉ានេះមកគឺយើងនឹងអាចរើសបានហើយបាទនេះគឺរូបដែលយើងបានបង្កើតមិញហ្នឹងហើយយើងរើសរូបហ្នឹងមកបាទរួចហើយចុចពាក្យថា
sale ចុចពាក្យ sale នៅខាងលើនេះអរគុណច្រើនចំពោះការទស្សនាវីដេអូនេះហើយបងប្អូនអាចចែករំលែកបន្តវីដេអូនេះទៅកាន់បងប្អូនយើងផ្សេងៗទៀតដែលគាត់ចង់ចេះធ្វើដែរឲ្យគាត់បានមើលវីដេអូហ្នឹងនឹងគាត់អាចធ្វើកើតផងដែរហើយក្នុងករណីថាបើសិនបើបងប្អូនធ្វើហើយធ្វើមិនបានទៀតបងប្អូនអាចមើលវីដេអូ2 3ដងទៅហើយបើ2 3ដងហើយនៅធ្វើមិនបានទៀតបងប្អូនអាចផ្ញើរូបស្លឹកមួយស្លឹកមកផ្ញើតាមឆាតមកឲ្យខ្ញុំមកខ្ញុំជួយធ្វើជូនណាបាទអត់គិតសេវាអីទេគុណជំរាបលាបាទ